ប្រទេសកជនជាតិក្រុមសូមស្វាគមន៍ជាថ្មីមកកាន់កម្មវិធីតតកព័ត៌មានពេលព្រឹកចូលមកដល់វគ្គនេះគឺជាវគ្គជម្រាបជូនព័ត៌មានដកស្រង់ចេញពីគេហទំព័រពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍អន្តរជាតិព័ត៌មានអន្តរជាតិជាដំបូងគឺពាក់ព័ន្ធទៅនឹងកូរ៉េខាងជើងចាមេដឹកនាំកូរ៉េខាងជើងកំពុងត្រៀមរៀបចំកូនស្រីជាអ្នកបន្តវេនមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនកំពុងត្រៀមឲ្យកូនស្រីឈ្មោះជូអេឡើងកាន់អំណាចជាមេដឹកនាំបន្តវេននេះបើយោងតាមទីភ្នាក់ងារស៊ើបការសម្ងាត់របស់កូរ៉េខាងត្បូងទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងដែលហៅកាត់ថា NIS បានបង្កើនការវិតម្លៃរបស់ខ្លួនអំពីលទ្ធភាពដែលកូនស្រីច្បងរបស់មេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនអាចនឹងស្នងតំណែងពីឪពុករបស់ខ្លួនសមាជិកកូរ៉េខាងជើងបានបង្ហើបរបាយការណ៍ទៅសមាជិកសភាថាទីភ្នាក់ងារនេះមើលឃើញកូរ៉េខាងជើងអាចឈានចូលដំណាក់កាលនៃការតែងតាំងគីមជូអេជាអ្នកបន្តវេនហើយបើសិនចាតាមសមាជិកសភាដដែលទីភ្នាក់ងារនេះបានកត់សម្គាល់ពីការកើនឡើងនៅវត្តមានរបស់ជូអេនៅក្នុងព្រឹត្តិការណ៍រដ្ឋសំខាន់ថ្មីនេះកូនស្រីរបស់លោកគីមបានបង្ហាញខ្លួនអមដំណើរជាមួយនឹងលោកទៅគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំនៅវិមានស៊ូសានដែលជាទីកន្លែងតម្កល់សពរបស់មេដឹកនាំជំនាន់មុនសកម្មភាពនេះត្រូវបានគេចាត់ទុកជាសារនយោបាយមួយដើម្បីបញ្ជាក់អំពីភាពស្របច្បាប់នៃខ្សែស្រឡាយត្រកូលគីមដែលបានគ្រប់គ្រងកូរ៉េខាងជើងអស់ជាច្រើនទសវត្សរ៍ក្មេងស្រីជូអេដែលគេជឿថាកើតនៅឆ្នាំ2013បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅក្នុងឆ្នាំ2022នៅពេលដែលបានអមឪពុកទៅចូលរួមនៅក្នុងការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបដ៏ធំមួយការវិតម្លៃចុងក្រោយរបស់ទីភ្នាក់ងារសេអ៊ូលធ្វើឡើងមុនកូរ៉េខាងជើងធ្វើសមាជពលករលើកទី9នៅចុងខែកុម្ភៈនេះដើម្បីវិតម្លៃសមិទ្ធផលឆ្នាំចាស់និងកំណត់ទិសដៅគោលនយោបាយសម្រាប់5ឆ្នាំខាងមុខទៀតមួយវិញទៀតលោកគីមក៏អាចនឹងប្រកាសអំពីផែនការនៅក្នុងការពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរឲ្យកាន់តែខ្លាំងក្លាថែមទៀតផងនៅក្នុងមហាសន្និបាតនេះពេលខាងមុខបើពិតជាត្រូវបានជ្រើសរើសជាអ្នកបន្តវេនជូអេអាចនឹងត្រូវមានទូនាទីណាមួយនៅក្នុងបកយ៉ាងណាមិញទីភ្នាក់ងារ NIS នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់បន្ថែមទៀតចាទូរទស្សនិកជនការលើកឡើងនេះគឺជាការតាមដានចារបស់ភ្នាក់ងារចារកម្មពិសេសរបស់កូរ៉េខាងត្បូងដែលបានលើកឡើងថាចាក្មេងស្រីឈ្មោះគីមជូអេអាចនឹងជាអ្នកបន្តវេនសម្រាប់កូរ៉េខាងជើងដោយសារតែមួយរយៈចុងក្រោយនេះគឺមានឃើញលេចមុខចាជូអេនៅក្នុងគ្រប់កម្មវិធីធំៗទាំងអស់របស់កូរ៉េខាងជើងចា